ខ្ញុំធ្លាប់គិតថាជីវិតគឺជាការរត់ប្រណាំងរៀនធ្វើការដេញតាមក្រីសម័យហើយនៅតែបន្តរត់ដែលមិនហ៊ានឈប់រហូតដល់ថ្ងៃមួយខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំកំពុងរស់នៅដើម្បីអ្វីនៅពេលដែលខ្ញុំបានមើលទៅកាន់មនុស្សជុំវិញខ្លួនខ្ញុំឃើញថាអ្នកខ្លះកំពុងស្វែងរកភាពជោគជ័យអ្នកខ្លះកំពុងស្វែងរកក្តីស្រឡាញ់អ្នកខ្លះកំពុងស្វែងរកអត្ថន័យក្នុងជីវិតអ្នកខ្លះគ្រាន់ចង់ឲ្យគ្រួសាររស់សុខសាន្តហើយអ្នកខ្លះទៀតក៏មិនទាន់នឹងខ្លួនថាកំពុងស្វែងរកអ្វីឡើយនៅពេលដែលខ្ញុំបានមកដល់ទីនេះខ្ញុំមានអារម្មណ៍ថាពេលវេលាហាក់ដូចដែរជាងមុនប្រាសាទទាំងនេះបានឈរនៅទីនេះតាំងពីមុនខ្ញុំបានកានមកទៀតពួកគាត់បានឃើញមនុស្សរាប់លាននាក់មកដល់រស់នៅហើយក៏ចាក់ចេញវិញប៉ុន្តែគ្រូក្បាច់រចនានៅលើប្រាសាទទាំងអស់នៅតែបន្តនៅតែបន្តឈរភ្លាមនោះខ្ញុំចាប់ផ្ដើមដឹងថាខ្ញុំទូចណាស់បើប្រៀបធៀបនឹងពេលវេលាហើយពេលវេលាទាំងនោះមិនដែលឈប់មិនដែលថយក្រោយហើយក៏មិនដែលរងចាំអ្នកណាឡើយខ្ញុំមិនមែនជាម្ចាស់ពេលវេលាក៏មិនមែនជារបស់ខ្ញុំមិនអាចទិញវាខ្ញុំមិនអាចរក្សាវាខ្ញុំមិនអាចបញ្ឈប់វាហើយខ្ញុំកាន់តែមិនអាចត្រឡប់ទៅយកវាវិញបានឡើយពេលវេលាដែលកន្លងផុតទៅគឺកន្លងទៅហើយពេលវេលាដែលនៅសល់ខ្ញុំក៏មិនដឹងថាសល់ប៉ុន្មានប្រហែលជាយើងគ្រាន់ខ្ចីពេលវេលាមករស់នៅមួយរយៈប៉ុណ្ណោះហើយថ្ងៃណាមួយយើងទាំងអស់គ្នានឹងត្រូវប្រគល់វាត្រឡប់ទៅវិញនៅចុងបញ្ចប់នៃជីវិតយើងមិនអាចយកអ្វីទៅជាមួយយើងបានឡើយអ្វីដែលនៅសល់មានតែការចងចាំសេចក្តីល្អនិងទង្វើល្អៗដែលយើងបានបន្សល់ទុកហើយបើសិនបើថ្ងៃស្អែកមិនមានសម្រាប់ខ្ញុំមែនតែខ្ញុំនៅតែបារម្ភអំពីអនាគតដែលមិនទាន់កើតឡើងទៀតទេតែខ្ញុំនៅតែស្ដាយចំពោះអតីតកាលដែលបានកើតឡើងរួចហើយទៀតទេមានពាក្យជាច្រើនដែលខ្ញុំចង់និយាយមានមនុស្សជាច្រើនដែលខ្ញុំមិនទាន់បានប្រាប់តែខ្ញុំស្រឡាញ់អ្នកមានមនុស្សជាច្រើនដែលខ្ញុំមិនទាន់បានប្រាប់តែខ្ញុំអរគុណហើយក៏ប្រហែលជាមានមនុស្សជាច្រើនដែលខ្ញុំមិនទាន់បានប្រាប់ថាសូមទោស
បើថ្ងៃនេះជាថ្ងៃចុងក្រោយមែនតែខ្ញុំបានរស់នៅដោយអ្វីដែលខ្ញុំចង់រស់នៅហើយឬនៅហើយអ្វីដែលសំខាន់ពិតសម្រាប់ជីវិតរបស់ខ្ញុំខ្ញុំធ្លាប់គិតថាខ្ញុំត្រូវតែរកចម្លើយនៃជីវិតខ្ញុំត្រូវតែដឹងថាតើខ្ញុំរស់នៅដើម្បីអ្វីប៉ុន្តែពេលខ្ញុំដើរមកដល់ទីនេះមើលប្រាសាទដែលបានឈររាប់រយឆ្នាំមើលមនុស្សជាច្រើនដែលបានដើរលើផ្លូវផ្សេងៗគ្នាខ្ញុំចាប់ផ្ដើមយល់ថាប្រហែលជាជីវិតមិនត្រូវបានបង្កើតឡើងដើម្បីឲ្យយើងយល់យ៉ាងស្រួលនោះទេវាត្រូវបានបង្កើតឡើងដើម្បីឲ្យយើងបានរស់នៅបានស្រឡាញ់បានរៀនបានបរាជ័យនិងបានរីកចម្រើនខ្ញុំនៅតែមិនដឹងថាខ្ញុំរស់នៅដើម្បីអ្វីហើយប្រហែលជាខ្ញុំមិនចាំបាច់ដឹងចម្លើយគ្រប់យ៉ាងក៏បានព្រោះប្រហែលជាជីវិតមិនមែនជាការស្វែងរកចម្លើយតែមួយនោះទេប្រហែលវាគឺជារបៀបដែលយើងរស់នៅក្នុងពេលដែលយើងកំពុងស្វែងរកអ្វីមួយហើយប្រហែលអ្វីដែលយើងត្រូវសួរមិនមែនសួរថាតើជីវិតមានន័យអ្វីនោះទេប៉ុន្តែតើខ្ញុំនឹងផ្ដល់អត្ថន័យអ្វីដល់ជីវិតរបស់ខ្ញុំប្រហែលជាអ្វីដែលសំខាន់បំផុតមិនមែនជាការរកឃើញចម្លើយគ្រប់យ៉ាងនោះទេប៉ុន្តែគឺជាការរស់នៅដោយដឹងគុណស្រឡាញ់មនុស្សជុំវិញខ្លួនយើងហើយរៀនពីអ្វីដែលយើងបានឆ្លងកាត់ធ្វើសេចក្តីល្អនិងប្រើប្រាស់ពេលវេលាដែលយើងបានខ្ចីឲ្យមានតម្លៃឲ្យមានអត្ថន័យនិងគួរឲ្យចងចាំដូច្នេះពេលវេលាដែលយើងកំពុងតែខ្ចីតើយើងនឹងប្រើប្រាស់វាយ៉ាងដូចម្តេច